ចូលឆៅនៅចេះហ្មងហើយ TP របស់គាត់ SL នេះ TP នៅលើនេះអញ្ចឹងទៅ 2 អញ្ចឹងទៅអញ្ចឹងយើងមើលថាសារដើររបៀបម៉េចវាធ្លាក់មកក្រោមនេះវិញសួរថាមូលហេតុអីថ្ងៃនេះដែរខ្ញុំបានសិនណាមាន topic ថ្មីមួយទៀតចង់មកចែកម្លែកប្រាប់អ្នកនរគ្នាចង់ដឹងថា topic នោះគឺជាអីគេតោះមកតាមដានវីដេអូយើងទាំងអស់គ្នា topic ហ្នឹងគឺយើងនិយាយតាក់ទងមួយកុំព្យាយាម sell នៅកន្លែងដែលយើងត្រូវបាយហើយកុំព្យាយាមបាយនៅកន្លែងដែលយើងត្រូវ sell អ្នកនរគ្នាប្រហែលជាធ្លាប់ឮគេនិយាយថា key level យើងអាចបាយឬក៏ sell នៅកន្លែងដែលវាអាចមាន action នៅកន្លែង key level តែសួរថាគ្រប់ key level ទាំងអស់អាចមាន reaction អត់អាហ្នឹងទី1ទី2តើយើង trade ពី time frame ទូចទៅ time frame ធំឬក៏ trade ពី time frame ធំទៅ time frame ទូចវិញជាទូទៅអ្នកនរគ្នាប្រហែលជាដឹងហើយថា trade ពី time frame ធំ1ម៉ោងមកមើល5នាទីតែសួរថាអ្នកទាំងអស់គ្នាពេលខ្លះអាចមើល5នាទីសុទ្ធឬក៏ពេលខ្លះមើល3នាទីសុទ្ធចូលយកអត់អ្នកខ្លះគឺគាត់ trade របៀបអញ្ចឹងគាត់អត់រងចាំ time frame ធំទេហើយពេលខ្លះទៀតគាត់ភ្លេចថា key level ដែលគាត់កំពុងតែរងចាំហ្នឹងនៅទីណាគាត់អត់បានគិតថាខ្លួនឯងឥឡូវហ្នឹងផ្សារបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុង key level bullish ឬក៏ bearish អាហ្នឹងអ្នកនរគ្នាពេលខ្លះអាចនឹងភ្លេចខ្លួនអញ្ចឹងត្រឡប់មកវិញខ្ញុំគៀន clear មួយទៀតតកតងជាមួយនឹងការ buy នៅកន្លែងដែល sell ឬក៏ការ sell នៅកន្លែងដែល buy ហ្នឹងខ្ញុំមាន clear មួយដែរគឺតកតងជាមួយនឹងបើអ្នកនរគ្នាព្យាយាម buy នៅកន្លែងដែលត្រូវ sell នោះអ្នកនរគ្នានឹងមានភាគរយខាតបង់ច្រើនជាងចំណេញអានេះខ្ញុំនិយាយថាភាគរយខាតបង់ច្រើនជាងចំណេញមិនមែនថាដឹងតែខាតទេតែពេលខ្លះក៏អាចចំណេញដែរគ្រាន់តែវាភាគរយនៃការខាតវាច្រើនជាងអញ្ចឹងពាក្យហ្នឹងមានន័យថាម៉េចមានន័យថាឧទាហរណ៍បើយើងចូលផ្សារនៅតំបន់ដែលកំពុងតែ bullish ខ្លាំងហើយអញ្ចឹងពេលខ្លះយើងអត់គួរបាយបន្តនៅពេលដែលវាចិត្តដាច់ swing ឬក៏គៀកដាច់ swing ទេព្រោះអីវាមាន probability ទី1ទី2 risk reward របស់វាក៏អត់ល្អដែរសម្រាប់ការយើងនៅពេលដែលយើងចូលពេលវាគៀកដាច់ swing ឬក៏ចិត្តទៅដល់ target របស់យើងហើយហានិភ័យក៏វាខ្ពស់ដែរអញ្ចឹងបកមក clear មួយទៀតតែបើអ្នកនរគ្នាបាយនៅកន្លែងដែលត្រូវបាយហើយ sell នៅកន្លែងដែលគួរ sell នោះអ្នកនរគ្នានឹងមានភាគរយច្រើនក្នុងការទទួលបានផលចំណេញមានន័យថាអ្នកនរគ្នាបានកំណត់ key level នៅក្នុង time frame ធំសម្រាប់រងចាំហើយអីប្រសិនបើវាមិនមកដល់ key level នោះក៏អ្នកនរគ្នាមិនមើលផ្សារឬក៏មិនរងចាំ reaction របស់ផ្សារដែរអញ្ចឹងអាហ្នឹងគឺជាភាពខុសគ្នារវាងការដែលយើងព្យាយាម sell នៅកន្លែងដែលត្រូវបាយហើយការដែលយើងព្យាយាមបាយនៅកន្លែងដែលយើងត្រូវ sell ហើយនៅពេលបន្ទាប់ខ្ញុំនឹងឧទាហរណ៍ទៅលើផ្សារជាក់ស្ដែងអញ្ចឹងចូលមកដល់មាតិការបស់យើងមាតិកាវាមានចំណុចធំចំនួន4ទី1ហេតុអ្វីយើងមិនគួរចូលបាយនៅកន្លែងដែលត្រូវ sell ហើយទី2ហេតុអ្វីដែលយើងត្រូវរងចាំកន្លែងគួរបាយនិងកន្លែងគួរ sell យើងព្រមគ្រាន់តែមើល reaction របស់វាភ្លាមយើងអាចចូលបាយចូល sell ភ្លាមទៅចំណុចទី3គឺ trade ដោយមានក្បួនច្បាប់ច្បាស់លាស់តួ SL ក៏ជាផ្នែកតូចមួយនៃការ trade ដែរទី4គឺឧទាហរណ៍នៅលើក្រាបថាយើងបាយនៅកន្លែងដែល sell និងការបាយនៅកន្លែងដែលត្រូវវាខុសគ្នារបៀបម៉េចអញ្ចឹងចូលមកដល់ចំណុចរបស់យើងចំណុចទី1ធំគឺហេតុអ្វីយើងមិនគួរចូលបាយនៅកន្លែងដែលត្រូវ sell ចម្លើយនោះគឺការបាយនៅកន្លែងដែលត្រូវ sell ពេលខ្លះអាចធ្វើឲ្យយើង TP មែនទាំងដែលយើងមិនដឹងខ្លួនថាខ្លួនឯងកំពុងធ្វើខុសក្បួននោះទេបានន័យថាពេលខ្លះយើងចូលបាយហើយវាទៅដល់កន្លែងដែល TP ទាំងដែលកន្លែងហ្នឹងយើងត្រូវ sell ទេឬក៏ជាតំបន់ bearish ទេតែអ្នកនរគ្នាចូលបាយទៅដោយសំណាងឬក៏ probab ដែលមាន win rate 20% នៃការឈ្នះរបស់យើងហ្នឹងយើងអាចនឹងទទួលបាន TP ក្នុងមួយគ្រាបានន័យថាឧទាហរណ៍10ដងយើងអាចនឹងត្រូវ2ដងហើយខុស8ដងអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងធ្វើវាម្ដងទៅវាចៃដន្យវាត្រូវវាសំណាងវាបាន TP ហើយគ្នាយើងគិតថាអូ strategy របស់យើងនឹងធ្វើអញ្ចឹងឲ្យបានត្រូវដល់ពេលជាក់ស្ដែង
នៅពេលដែលយើងធ្វើ9ដងទៀតស្រាប់តែត្រូវតែម្ដងហើយខុស8ដងវិញអញ្ចឹង win rate យើងត្រឹមតែ 20% ហើយយើងគិតថាខ្លួនឯងប្រហែលជាខ្វះខាតអីខ្លះហើយអ្នកនរគ្នាប្រហែលជាពេលខ្លះក៏អាចនឹងធ្វើខុសទាំងខ្លួនឯងមិនដឹងខ្លួនអាហ្នឹងគឺជាអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុនតែឥឡូវខ្ញុំកែប្រែវាបានហើយនៅតែអ្នកនរគ្នាពេលខ្លះមិនទាន់រកឃើញអ្វីដែលអ្នកនរគ្នាកំពុងតែធ្វើខុសទេអញ្ចឹងមូលហេតុដែលយើងមិនគួរបាយនៅកន្លែងដែលត្រូវ sell ដោយសារតែទី1នៅពេលដែលយើងបាយនៅកន្លែងដែលត្រូវ sell win rate ដែលយើងទទួលបានគឺទាបបានន័យថាឧទាហរណ៍ strategy របស់យើងទោះបីជាប្រើ ICT ក៏ដោយប្រើ SMC ក៏ដោយប្រើvolume profile ក៏ដោយប្រសិនបើយើងប្រើប្រាស់វានៅខុសតំបន់ប្រើប្រាស់វាមិនត្រូវតាមក្បួនខ្នាតចូលបាយនៅកន្លែងដែល sell អញ្ចឹងភាគរយឬក៏ការដែលយើងឈ្នះនៅក្នុងទីផ្សារគឺតិចមែនទែនហើយមិនបាច់សួរទេពេលខ្លះបើយើងអត់មើលបាយអស់ការ trade របស់យើងទោះបីជាយើងប្រើ strategy របៀបមិនក៏ដោយក៏នៅតែ SL ភាគរយច្រើនជាង TP ទី2គឺនៅពេលដែលយើងធ្វើអញ្ចឹងការបង្កើតទម្លាប់ដែលយើងធ្វើ trade ដែលមិនត្រឹមត្រូវវាច្រើនពួកអីយើងឲ្យតែឃើញផ្សារកំពុងតែឡើងអញ្ចឹងចិត្តដាច់ស្វីងអញ្ចឹងយើងចូលបាយដើម្បីផ្ដាច់ស្វីងហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើអញ្ចឹងរហូតទៅយើងនឹងអាចក្លាយទៅជាទម្លាប់មួយដែលយើង trade ចង់តែផ្ដាច់ស្វីងដើម្បីចូលទីផ្សារឬក៏ឃើញផ្សារកំពុងឡើងខ្លាំងអញ្ចឹងយើងចូលបាយបណ្ដេញដើម្បីផ្ដាច់ស្វីងអាហ្នឹងមិនមែនមានន័យថាខុសទេតែគ្រាន់តែ win rate ឬក៏ការចូលរបៀបអញ្ចឹងវាមានភាគរយនៃការខុសច្រើនជាងភាគរយនៃការត្រូវចំណុចទី3នៅពេលដែលយើង trade របៀបអញ្ចឹងគឺមានន័យថាយើងខ្ជះខ្ជាយគ្រាប់សម្រាប់ trade យើងគិតមើលនៅពេលដែលយើងព្យាយាម trade position ណាដែលវាអត់មាន probability ខ្ពស់ឬក៏ win rate ទាបអញ្ចឹងយើងដូចជាយកគ្រាប់របស់យើងយក balance របស់យើងយកទៅចាក់ចោលនៅក្នុងទីផ្សារដើម្បីទទួលបានផលចំណេញតិចតួចឬក៏ win rate ទាបប៉ុណ្ណឹងឯងអញ្ចឹងការ trade របៀបអញ្ចឹងយើងនឹងមានភាគរយ SL ច្រើនជាង TP ទោះបីជាពេលខ្លះយើង TP 2ដង SL 2ដងក៏ដោយក៏នៅពេលដែលយើង trade ចំនួនច្រើនទៅយើងឃើញ SL របស់យើងច្រើនជាង TP ហើយមួយទៀតគឺបង្កើតទម្លាប់អាក្រក់សម្រាប់ខ្លួនឯងកាលណាដែលយើងធ្វើរបស់មួយធ្វើមួយថ្ងៃ2ថ្ងៃ3ថ្ងៃមួយអាទិត្យមួយខែមួយឆ្នាំវានឹងคล้ายទៅជាទម្លាប់ហើយនៅពេលដែលវាคล้ายទៅជាទម្លាប់ហើយយើងនឹងពិបាកក្នុងការកែប្រែវាណានៅក្នុងការត្រូវក៏ដូចគ្នាអញ្ចឹងបើសិនជាយើងធ្វើអីមួយដែលវាដដែលរហូតឧទាហរណ៍យើងត្រឡប់ទៅជាន់ផ្សារគឺយើងអត់ជាន់ផ្សារបានទេយើងនឹកឃើញតែឲ្យតែជាន់ផ្សារទៅដឹងបាន profit ច្រើនអញ្ចឹងដៃរបស់យើងគឺចេះតែចុចឯងអត់ដឹងថា SL របស់យើងនៅទីណាទេហើយយើងចូលផ្សារក៏មិនដឹងថាពេលខ្លះ TP យើងនៅណាដែរអញ្ចឹងការចូលរបស់យើងគឺពឹងផ្អែកទៅលើសំណាងហើយនៅពេលដែលយើងរៀនប្រើសំណាងយកមកចូលក្នុងទីផ្សារយើងនឹងពឹងផ្អែកទៅលើសំណាងពឹងផ្អែកទៅលើការបន់ស្រន់ 100% ហើយមិនបាច់សួរទេថានៅពេលដែលយើងជាន់ផ្សារយើងមាន strategy គេភាគច្រើនគឺគាត់នៅពេលដល់តំបន់បាយគឺគាត់ចុចបាយយកមកអញ្ចឹងបើ SL របស់គាត់គឺភាគរយច្រើនគឺដាច់ account អញ្ចឹងចូលមកដល់ចំណុចទី2ធំវិញគឺហេតុអ្វីដែលយើងត្រូវរងចាំកន្លែងបាយនិងកន្លែងគួរ sell នៅក្នុងការ trade វាមាន key level សម្រាប់ក្នុងការរងចាំបាយនិងការ sell ណាស់តែយើងពេលខ្លះយើងអត់រងចាំកន្លែងបាយកន្លែង sell ហើយយើងចង់តែចូលផ្សារភ្លាមនៅពេលដែលម៉ោងឃាសូន្យអញ្ចឹងនៅពេលដែលយើងចូលបាយចូល sell ភ្លាមភាគរយច្រើននៃការ SL វាក៏ច្រើនទៅតាមនឹងដែរឧទាហរណ៍នៅពេលដែលយើងរងចាំបាយនៅកន្លែងគួរបាយវាប្រៀបបានជាមួយនឹងការអនុវត្តទៅលើក្បួនច្បាប់ trade ដែលត្រឹមត្រូវហើយយើងមានសុវត្ថិភាពនៅពេលដែលយើងចូលជាងតំបន់ដែលយើងចូលខុសតំបន់បានន័យថាឧទាហរណ៍បើយើងចង់ចូលបាយនៅកន្លែងដែលគួរ sell វិញអញ្ចឹង win rate យើងទាបតែបើយើងបាយនៅកន្លែងដែលគួរបាយវាធ្វើឲ្យ win rate យើងខ្ពស់វិញពួកអីបើវាចុះមកដល់កន្លែងដែលយើងគួរបាយហើយស្រាប់តែវាមាន confirm ទៀតអញ្ចឹងភាគរយនៃការ
take profit របស់យើងក៏ច្រើនដែរអញ្ចឹងឧទាហរណ៍នៃ TP អានេះ entry របស់យើងអញ្ចឹងបើ SL របស់យើងវាមានភាគរយតិចហើយ probab ភាគរយច្រើនអញ្ចឹងការ trade របស់យើងគឺវាពឹងផ្អែកទៅលើការគ្រប់គ្រង risk management ត្រឹមត្រូវហើយមាន probability ខ្ពស់មូលហេតុអីបើយើងគួរ buy នៅកន្លែងដែលយើងត្រូវ buy ដោយសារតែទី1គឺរក្សា win rate របស់យើងខ្ពស់ទំនាក់ទំនងជាមួយនឹង win rate ហើយជាមួយនឹង risk reward គឺមានលក្ខណៈផ្សារជាប់គ្នាទោះបីមួយណាខ្ពស់ពេកមួយណាទាបពេកក៏កើតដែរយើងត្រូវរក្សា balance របស់វាបានន័យថារក្សាលំនឹងរបស់វា win rate មិនចាំបាច់ខ្ពស់ពេក risk reward ក៏មិនចាំបាច់ខ្ពស់ឬក៏ទាបពេកមកល្មមត្រឹមតែ 50% ឡើងទៅហើយ risk reward អាចនឹង1អកន្លះឬក៏2អគឺស័ក្តិសមហើយអញ្ចឹងនៅពេលដែលយើង trade ដោយមានក្បួនមានខ្នាតមានកន្លែងចាំហើយយើងចូលត្រឹមត្រូវអញ្ចឹង win rate យើងយ៉ាងហោចណាស់ក៏បាន 50% អីដែរតែបើយើងចូលទាំងអត់មានក្បួនមានខ្នាតហើយចូលចេះតែចូលមើលតែ lower time frame ដើម្បី confirmation អញ្ចឹង win rate របស់យើងក៏ទាបទៅតាមអ្វីដែលយើងធ្វើដែរបានន័យថា position មួយគឺយើងចូលដោយមានក្បួន win rate នឹងខ្ពស់ចូលដោយអត់ក្បួន win rate យើងនឹងទាបទី2នៅពេលដែលយើងចូលត្រូវក្បួនយើងនឹងបង្កើតការ trade មួយដែលត្រឹមត្រូវបានន័យថានៅពេលដែលយើង trade មានក្បួនមានអីភាគរយនៃការធ្វើរបស់យើងហ្នឹងវាអនុវត្តទៅវារលូនទៅថ្ងៃអនាគតអានេះខ្ញុំគ្រាន់តែប្រាប់ថាវារលូនតែវាក៏ពឹងផ្អែកទៅលើ strategy របស់ខ្លួនយើងដែរមិនមែនអ្នកនរគ្នាចេះមើល higher time frame ចេះមើល low time frame ហើយអ្នកនរគ្នាអាចចូល trade មកដោយរក្សា win rate នៅដដែលទេតែអ្នកនរគ្នាកំពុងតែបង្កើតទម្លាប់ដែលត្រឹមត្រូវបានន័យថាយើងមានការរងចាំមានដឹងថានៅពេលដែលវាមកដល់តំបន់ហ្នឹងយើងរងចាំឲ្យគេវាបង្កើតអីបានយើងអាចចូលបានអាហ្នឹងគឺជាអ្វីដែលយើងត្រូវរងចាំហើយអ្វីដែលយើងត្រូវធ្វើទី3គឺនៅពេលដែលយើងធ្វើអញ្ចឹងឬក៏យើងមានការរងចាំនៅ higher time frame គឺយើងរក្សា balance បានល្អមែនតើការរក្សា balance បានល្អមានន័យថាការរក្សាប្រៃសម្រាប់ធ្វើអីមួយឬក៏រក្សាគ្រាប់ដើម្បីចូល trade បានល្អជាងមុនបានន័យថាយើងអត់ខ្ជះខ្ជាយគ្រាប់ក្នុងការ trade position ណាដែលវាមិនស័ក្តិសមក្នុងការ trade ហើយយើងទោះបីជាយើងចូល position ដែលVCSL ក៏ដោយក៏យើងទទួលបានការរក្សា balance បានល្អដែរបានន័យថាយើងចូល position ណាដែលវាមាន probab ខ្ពស់ហើយតែពេលខ្លះផ្សារវាមាន win rate ឬក៏ probab ដែលវាអាច CSL យើងជានិច្ចអញ្ចឹងយើងអាចបន្ទោសទីផ្សារបានទេហើយយើងអាចបន្ទោសខ្លួនឯងបាន 100% ដែរទី4គឺយើងបង្កើតទម្លាប់ល្អសម្រាប់ខ្លួនឯងការធ្វើអ្វីដែលត្រូវនៅក្នុងទីផ្សារពេលខ្លះយើងអត់ទទួលបាន profit នៅពេលបច្ចុប្បន្នទេតែយើងនឹងទទួលបានភាពអ្វីដែលត្រឹមត្រូវហើយទម្លាប់ដែលល្អនៅថ្ងៃអនាគតហើយទម្លាប់ដែលល្អហ្នឹងនឹងធ្វើឲ្យយើងក្លាយទៅជា trader ម្នាក់ដែលមានវិន័យហើយគ្រប់គ្រងខ្លួនឯងបានល្អខ្ញុំមិនប្រកាសថាអ្នកនរគ្នាអាចគ្រប់គ្រងខ្លួនឯងបាន 100% ទេតែយ៉ាងហោចណាស់ក៏អ្នកនរគ្នាដឹងខ្លួនថាខ្លួនឯងកំពុងតែ FOMO នៅពេលណាដែរហើយអ្នកនរគ្នាហ៊ានដើរចេញពីទីផ្សារនៅពេលដែលអ្នកនរគ្នាកំពុងតែប្រើប្រាស់អារម្មណ៍ក្នុងការ trade អាហ្នឹងគឺជាអ្វីដែលគ្នាយើងភាគច្រើនអត់ទាន់ដឹងពីការ trade ហើយភាគច្រើនឲ្យអ្វីដែលអាក្រក់នឹងគ្រប់គ្រងលើយើងបានហើយដាច់ account អញ្ចឹងដែរខាងលើនេះគឺជា QR channel Telegram ខ្ញុំបើសិនមកអ្នកនរគ្នាចង់ទទួលបានព័ត៌មានទាក់ទងជាមួយនឹងការ trade មាសទាក់ទងជាមួយនឹងមេរៀនទាក់ទងជាមួយនឹងការគ្រប់គ្រង psychology អ្នកនរគ្នាអាចចុច join channel នេះបានហើយមួយទៀតខ្ញុំក៏មានថ្នាក់ private mentor ដែរសម្រាប់1ទល់1 online បើសិនមកអ្នកនរគ្នាចង់សាកសួរព័ត៌មានអាចឆាតមកតាមរយៈ contact ខាងក្រោមអ្នកនរគ្នាត្រូវដឹងហើយកុំភ្លេចយកវាទៅធ្វើព្រោះអានេះគឺជាក្បួនដែលយើងធ្វើទៅវាបានផលសម្រាប់ខ្លួនឯងនៅរយៈពេលវែងចំណុចទី5គឺនៅពេលដែលយើងធ្វើអញ្ចឹងរហូតយើងកំពុងតែអភិវឌ្ឍខ្លួនឯងបានន័យថាយើងកំពុងតែស្វែងរកខ្លួនឯងឯងអំឡុងពេលដែលយើងធ្វើទៅវាត្រូវក្បួនទោះបីជាពេលខ្លះវាមានភាពរអាក់រអួលពេលខ្លះវា CSL តិចតួចក៏ដោយក៏យើងកំពុងតែធ្វើអ្វីដែលកំពុងតែគួរធ្វើហើយយើងកំពុងតែបង្កើតទម្លាប់ល្អសម្រាប់ការ trade យើងទៅថ្ងៃអនាគតដែរ
ចូលមកដល់ចំណុចទី3គឺការ trade ដោយមានក្បួនច្បាប់ច្បាស់លាស់តួ SL ក៏វាជាផ្នែកតូចមួយនៃការ trade ដែរអញ្ចឹងជាការពិតនៅក្នុងវិស័យ trade ពេលខ្លះវាមានលក្ខខណ្ឌមួយចំនួនដែលធ្វើឲ្យយើងវង្វេងព្រោះអីទីផ្សារវាមានភាពមិនច្បាស់លាស់ពេលខ្លះទីផ្សារបង្កើតរូបភាពដដែលយើងចូលទៅ TP តែនៅពេលដែលទីផ្សារបង្កើតរូបភាពនឹងម្ដងទៀតយើងចូលទៅ SL យើងដែរឆ្ងល់អាហ្នឹងគឺជាភាពមិនច្បាស់លាស់របស់ទីផ្សារតែភាពមិនច្បាស់លាស់របស់ទីផ្សារក៏វាបូកផ្សំជាមួយនឹងការមើលរំលងរបស់យើងដែរពេលខ្លះយើងមើលរំលងកន្លែងណាមួយដែលធ្វើឲ្យយើងគិតថាទីផ្សារអាចនឹងឡើងតែវាមកយក SL យើងសិនមុននឹងឡើងអាហ្នឹងគ្នាយើងប្រហែលជាពេលខ្លះអាចនឹងជួបប្រទេសអញ្ចឹងព្រោះអីខ្ញុំក៏ធ្លាប់ជួបអារឿងនឹងច្រើនដែរហើយនៅពេលដែលខ្ញុំជួបរឿងនឹងច្រើនទៅទីផ្សារបានបង្រៀនខ្ញុំច្រើនតាក់ទងvớiអាការដែលយក SL មុនទៅដល់ TP ហ្នឹងលក្ខខណ្ឌផ្សេងៗហ្នឹងវាមានអីខ្លះទី1គឺតាក់ទងជាមួយនឹងយើងធ្វើត្រូវហើយចំណេញលុយអាហ្នឹងស្មើនឹងល្អបានន័យថាយើងអនុវត្តទៅតាមច្បាប់ឬក៏តាមក្បួនរបស់យើងហើយយើងទទួលបានផលចំណេញពីទីផ្សារទៀតអញ្ចឹងអានេះគឺជាការធ្វើអ្វីដែលត្រូវហើយចំណេញលុយទៀតតែទី2យើងធ្វើត្រូវហើយខាតលុយឬក៏ផ្សារទៅ CSL របស់យើងអញ្ចឹងអាហ្នឹងក៏ល្អដែរបានន័យថាយើងទទួលបាន SL ពីទីផ្សារដោយប្រើប្រាស់ក្បួនត្រឹមត្រូវក្នុងការចូល trade យើងចូលនៅកន្លែងដែលគួរបាយហើយយើងមាន confirm ក្នុងការចូលបាយហើយតែផ្សារវាអត់ទៅដល់ TP របស់យើងវាបែរជាធ្លាក់មក CSL របស់យើងអញ្ចឹងយើងប្រហែលជាមានអីខ្វះខាតឬក៏យើងមើលម្លងអីមួយហើយបានផ្សារវាទៅ CSL របស់យើងអញ្ចឹងវាអាចជាមេរៀនមួយសម្រាប់យើងក្នុងការ trade ទី3គឺយើងធ្វើខុសហើយខាតលុយអាហ្នឹងក៏ល្អដូចគ្នាបានន័យថាគ្នាយើងពេលខ្លះគិតថាការខាតអាចនឹងធ្វើឲ្យយើងបាត់បង់អ្វីគ្រប់យ៉ាងប៉ុន្តែការធ្វើអ្វីដែលខុសសម្រាប់ខ្លួនឯងបានធ្វើឲ្យខ្លួនឯងរបស់យើងហ្នឹងវាបាត់បង់អ្វីគ្រប់យ៉ាងពិតប្រាកដអញ្ចឹងចំណុចទី3គឺយើងធ្វើខុសតែយើងហ៊ានទទួលស្គាល់កំហុសអញ្ចឹងអត់អីទេតែចូលដល់ចំណុចទី4យើងធ្វើខុសហើយចំណេញលុយហើយអត់ដឹងថាខ្លួនឯងធ្វើខុសទៀតអញ្ចឹងសរុបមកវិញអានេះវាមាន3ទី1គឺយើងធ្វើខុសទី2យើងចំណេញលុយទី3គឺយើងអត់ដឹងខ្លួនឯងទៀតអញ្ចឹង3ចំណុចហ្នឹងធ្វើឲ្យយើងគង់តែជួបរបស់មិនល្អនៅក្នុងទីផ្សារទេហើយរបស់មិនល្អនៅក្នុងទីផ្សារហ្នឹងនឹងធ្វើឲ្យយើងបាត់បង់ balance ទាំងអស់ទី1ទី2អាចនឹងធ្វើឲ្យយើងបាត់មុខពីទីផ្សារទី2ទី3អាចនឹងធ្វើឲ្យយើងឈប់ចង់ trade អស់មួយជីវិតហើយអ្នកនរគ្នាមិនជឿអាចទៅសាកអនុវត្តជាមួយនឹងចំណុចទី4ហ្នឹងបានអញ្ចឹងចូលមកដល់ការឧទាហរណ៍ទៅលើក្រាបជាក់ស្ដែងរបស់យើងវិញខ្ញុំនឹងឧទាហរណ៍ទៅលើការបាយនៅកន្លែងដែលគួរបាយហើយការ sell ដែលគួរ sell នៅកន្លែងដែលគួរ sell ហើយមួយទៀតខ្ញុំនឹងឧទាហរណ៍អ្វីដែលខុសឲ្យអ្នកនរគ្នាបានឃើញដែរអញ្ចឹងតោះទៅមើលក្រាបយើងទាំងអស់គ្នាទី1របស់ខ្ញុំគឺតាក់ទងមួយកន្លែងដែលយើងចូលទៅខុសសិនអញ្ចឹងឧទាហរណ៍ទី1នេះអ្នកនរគ្នាប្រហែលជាអាចនឹងឃើញវាបិទបានជា CSD នៅក្នុង time frame 5នាទីនេះ CSD អញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់ឃើញអញ្ចឹងគាត់នឹងសន្មតថា swing នេះអាចនឹងដាច់ព្រោះអីគាត់ឃើញឡើងយ៉ាងខ្ពស់ដែរនេះ candle bullish ច្រើន1 2 3 4អញ្ចឹងទៅអញ្ចឹងគាត់គិតថានៅពេលដែលវា retest អញ្ចឹងបង្កើតបាន confirm នៅក្នុង time frame 5នាទីអញ្ចឹងគឺគាត់នឹងបន្តបាយនៅពេលដែលវា retrace មកវិញគាត់ចូលបាយអញ្ចេះ SL នេះ TP នៅលើនេះអញ្ចឹងគាត់គិតថាគាត់កំពុងតែធ្វើអ្វីដែលត្រូវហើយអញ្ចឹងយើងមើលទៅឃើញទេវាមកដល់ C ខាងក្រោមនេះវិញអញ្ចឹងសួរថាមូលហេតុអីបានអាហ្នឹងគឺជាអ្វីដែលខុសទី1យើងត្រូវដឹងថាវាអត់តន់ចាក់ key level នៅក្នុង time frame ធំទេអានេះគឺជា key level នៅក្នុង time frame ធំទី2នៅក្នុង time frame 5ដល់10ទីនេះវាបង្កើតបានជា CSD bearish បាត់ទៅហើយយើងឃើញទេហើយមួយវិញទៀត
អានេះវាបានផ្ដាច់ swing នៅក្នុង time frame ធំបាត់ទៅហើយអញ្ចឹងការ retest ឬក៏ការ confirm ដែលយើងមើលឃើញមិញហ្នឹងគ្រាន់តែជាការ retrace មកយក OTE នៅក្នុង time frame medium time frame ឬក៏ time frame 5នាទីទេអញ្ចឹងឃើញទេវាចាក់ពេញសាច់គឺវាចូលមកក្រោមវិញដើម្បីយក key level នៅម្ដុំនេះបានវាអាចនឹងមាន confirm ឡើងទៅវិញឃើញទេយើងយល់អ្វីដែលខ្ញុំនិយាយនេះហ៎បានន័យថាវាចាក់ key level នេះហើយវាមាន confirm អាហ្នឹងបានវាឡើងទៅពិតប្រាកដគ្រាន់តែវាចាក់នេះគឺគ្រាន់តែវាជាការ retrace នៅក្នុង lower time frame ដើម្បីយកកម្លាំងទម្លាក់ខ្លួនមកដល់ key level នេះវិញបានវាមាន confirm ឡើងទៅផ្ដាច់ swing ខាងលើនេះចឹងអ្នកណាដែលគាត់ចូលនៅថងឡៃនេះដោយប្រើប្រាស់ការ confirm នៅក្នុង time frame 5នាទីសុទ្ធអញ្ចឹងគាត់នឹងទទួលបានទៅវិញ SL អាហ្នឹងគឺជាឧទាហរណ៍ទី1ដែលយើងចូលផ្សារខុស2គឺតកតងមួយ candle ដដែលអានេះបិទបានចេះគាត់គិតហើយថាអានេះជា break of structure អានេះជា CSD ចឹងទៅនេះចាអញ្ចឹងអានេះជា CSD អានេះជា boss ចឹងទៅព្រោះឲ្យគាត់ឃើញបិទ candle ជា body ហើយគាត់ sweep ទៅ time frame 5នាទីទៀតគាត់ឃើញបិទបានតអញ្ចឹងអញ្ចឹងអានេះគាត់គិតហើយអានេះជា confirm អញ្ចឹងគាត់អាចនឹងបន្តបាយនៅខាងលើនេះឬក៏បើគាត់ឃើញមុនហ្នឹងនៅ time frame 1ម៉ោងនេះគាត់អាចនឹងចូលឆៅនៅអញ្ចេះហ្មងហើយ TP របស់គាត់ SL នេះ TP នៅលើនេះអញ្ចឹងទៅ 2R អញ្ចឹងទៅអញ្ចឹងយើងមើលថាសាវដើរវាមិនវាធ្លាក់មកក្រោមនេះវិញសួរថាមូលហេតុអីហើយមិនតិចទេអ្នកនរគ្នាធ្លាប់ជួបរូបភាពអញ្ចឹងនេះអ្នកខ្លះឃើញ confirm នៅនេះពេលខ្លះអាចបាយនៅម្ដុំនេះដាក់ SL នៅខាងក្រោមនេះហើយ TP នៅលើនេះអញ្ចឹងទៅហើយសួរថាមូលហេតុអីគាត់ចូលខុសតើគាត់ពឹងផ្អែកទៅលើ time frame ខុសឬក៏គាត់មើលអីខុសតាមពិតទៅគាត់អត់មើលអត់ខុសទេតែគ្រាន់តែអ្វីដែលគាត់ភ្លេចមើលគឺអ្វីដែលនៅខាងឆ្វេងដៃនេះយើងឃើញអានេះវា sweep មកតង់ខ្ញុំតែងតែប្រាប់អ្នកនរគ្នានៅពេលដែលវា sweep មកតង់នៅក្នុង high time frame អញ្ចឹងតំបន់នេះគឺជាកន្លែងទប់ប្រាយអញ្ចឹងទោះបីជាវាមកគៀកកន្លែងហ្នឹងក៏ដោយក៏យើងអត់គួររកកន្លែងបាយដែរឧទាហរណ៍ថាផ្សារហ្នឹងវាឡើងមកដល់នេះក៏ដោយក៏យើងអត់គួរចូលបាយភ្លាមដើម្បីផ្ដាច់ swing ខាងលើនេះដែរព្រោះអីវាមានលទ្ធភាពខ្ពស់ក្នុងការចាក់មកដល់តំបន់ហ្នឹងហើយវាធ្លាក់មកសិនមុនពេលដែលវាបង្កើត confirm មកតង់ឡើងទៅដើម្បីផ្ដាច់ swing ខាងលើវិញអញ្ចឹងយើងមើលទៅនៅពេលដែលវាអាចបង្កើត confirm ឡើងទៅវិញតែថងឡើយនេះវាអត់បង្កើតបានទេតែជួនកាលបើវាបង្កើតបាននៅកន្លែងនេះវាអាចនឹងទៅដាច់ swing ខាងលើនេះវិញអញ្ចឹងតំបន់ខាងលើនេះយើងអត់គួររកកន្លែងក្នុងការបាយឬក៏កន្លែងក្នុងការផ្ដាច់ swing ទេបើយើងចង់ផ្ដាច់ swing លុះត្រាតែវាមាន confirm នៅថងឡើយនេះហើយយើងចូលបាយអាហ្នឹងគឺជាការចូលដែលត្រឹមត្រូវពីមិញគឺជាឧទាហរណ៍ដែលយើងចូល position ខុសតោះឥឡូវយើងមកសួររកកន្លែងដែលត្រូវវិញយើងចូលរបៀបម៉េចបានត្រូវហើយចូលតំបន់ណាដែលគួរបាយដែលខ្ញុំអាសានិយាយនៅក្នុង topic ហ្នឹងយើងមើលកន្លែងនេះយើងឃើញ swing នេះវាឡើងទៅអញ្ចឹងតំបន់ដែលយើងគួរបាយយើងអាចវាស់ OTE បានយើងឃើញទេអាតំបន់ម្ដុំនេះគឺជាតំបន់ដែលយើងគួរបាយពី 0.5 នេះរហូតដល់ 0.9 អាហ្នឹងគឺជាតំបន់ដែលយើងត្រូវរកមើលឬក៏សម្លឹងមើលថាតើវាមាន confirmation ក្នុងការចូលបាយអត់អញ្ចឹងយើងអាច sweep ទៅ time frame 5នាទីនៅពេលដែលវាចាក់ពេញសាច់ 0.9 ហើយវាមានបង្កើត confirm អត់អញ្ចឹងអានេះគឺជា confirmation ដែលវាបង្កើតនៅពេលដែលវាចាក់មកដល់តំបន់នេះអញ្ចឹងទី1វាបង្កើតបាន CSD ទី2វាបង្កើតបាន AVG នៅក្នុង time frame ទូចអញ្ចឹងអានេះគឺជា AVG អញ្ចឹងទៅហើយអានេះគឺជា CSD អញ្ចឹងនៅពេលដែលវា retest មកដល់ AVG នេះយើងអាចចូលនៅពេលដែលវាចាក់ភ្លាមក៏បានដែរឧទាហរណ៍អានេះវាអត់ទាន់ចាក់ទេនេះដូចអញ្ចឹងអីវាចាក់បានប៉ុណ្ណឹងគឺយើងអាចចូលបាន
ហើយ SL របស់យើងអាចនៅខាងក្រោមនេះហើយ TP យើងអាចមកដល់ស្វែងនេះក៏បានដែរព្រោះអីទី1អាកន្លែងដែលយើងចូលនេះវានៅតំបន់ OTE ហើយអញ្ចឹងទោះបីយ៉ាងណាក៏វាត្រូវឡើងមកតំបន់នេះសិនដែរឬក៏វាត្រូវផ្ដាច់ស៊ីងនេះមួយមុនពេលដែលវាអាចនឹងចុះទៅវិញអញ្ចឹងយើងមើលក្នុងទីផ្សារជាក់ស្ដែងឃើញទេទី1វាអាចដាច់ទៅដល់នឹងទី2វាអាចដាច់មកដល់តំបន់នេះដែលជាតំបន់ដែលយើងត្រូវ sell ឬក៏តំបន់ដែលយើងត្រូវរងចាំវិញអញ្ចឹងអានេះគឺជាការចូល position ដែលត្រូវអញ្ចឹងសរុបមកវិញខ្ញុំឧទាហរណ៍តែ3ហ្នឹងទេហើយអ្នកនរគ្នាបើសិនបើមានសំណួរមានអីអាចសួរនៅក្នុង comment បានហើយដូចខ្ញុំប្រាប់អញ្ចឹងព្យាយាមធ្វើអ្វីដែលត្រូវទោះបីជាបច្ចុប្បន្នកាលយើងអត់ទាន់បាន profit ក៏យើងទទួលបានការអភិវឌ្ឍខ្លួនឯងទទួលបានការធ្វើទម្លាប់ដែលល្អហើយធ្វើទម្លាប់ដែលល្អថ្ងៃអនាគតយើងនឹងអាចនៅ stay in the market for long term អញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងបើសិនបើអ្នកនរគ្នាពេញចិត្តកុំភ្លេចចុច like ហើយបើអាច share ទៅមិត្តភ័ក្តិអ្នកនរគ្នាដែលជា trader ហើយឲ្យគាត់រៀនស្វែងយល់ពីខ្លួនឯងតាមវីដេអូខ្ញុំក៏បានដែរអរគុណ